hạt với ban chỉ bông ôn dương một chừng núi lụa ban 10 kg tại mình mướn thì toàn 500 hay bông ôn dương khác lụa ban mình mướn 4 bông ôn khác lụa ban mình mướn từ 10 quan riết không 10 kg thấy miền bông ôn khác lụa ban đầm lại khô trong đó thì mướn thì quan riết không 10 kg tá vì khi sang được bộ quạt lụa mòn bọc quạt ní việc học nhiều đừng để chặt bông ôn tôi nào việc ôn cho học nhiều làm việc số bông ôn chỉ tại bông ôn này đang chăm món tạm lệ lại từ xa miền lấy đọc để thấy này kia chăm bạc bài thầm chiết tại bông ôn vật bài thế bông ônในក្នុងវីដេអូរបស់ខ្ញុំមុនខ្ញុំបានសាកសួរពីតម្លៃមន់នៅក្នុងតំបន់មួយចំនួននៅក្នុងប្រទេសកម្ពុជារបស់យើងចឹងបងប្អូនអញ្ចឹងអ្វីដែលខ្ញុំបានឃើញហើយគួរភ្ញាក់ផ្អើលមែនទេបងប្អូនគឺតម្លៃមន់នៅក្នុងស្រុកខ្មែររបស់យើងវាមានចន្លោះគ្នារហូតដល់ 9,500 រៀលបងប្អូនព្រោះថាបងប្អូនយើងខ្លះគាត់ចូលមកក្នុង comment គាត់ប្រាប់ខ្ញុំថាតំបន់របស់គាត់ខ្លះគាត់លក់បានតែ 12,500 រៀលទេហើយតម្លៃដែលលក់បានថ្លៃជាងគេដូចជា 22,000 រៀលបងប្អូនគឺ 22,000 រៀលវាទៅតាមតំបន់ណាចឹងបងប្អូនអញ្ចឹងដូចជាតំបន់បងប្អូននៅខាងសៀមរាបគាត់ថាលក់បានតម្លៃផ្សេងបងប្អូននៅកំពង់ស្ពឺគាត់លក់បានតម្លៃផ្សេងអញ្ចឹងនៅក្នុងវីដេអូនេះខ្ញុំមកនិយាយបន្តអំពីតម្លៃមន់បច្ចុប្បន្ននៅក្នុងប្រទេសកម្ពុជារបស់យើងតែហេតុអ្វីបានជាវាមានគម្លាតគ្នារហូតដល់ 1 គីឡូ 10000 វាមានគម្លាតគ្នារហូតដល់ 9,500 រៀលក្នុង 1 គីឡូអញ្ចឹងបងប្អូនហើយបើសិនជាតម្លៃវាទាបមែនទេបងប្អូន 12,500 តើសម្រាប់បងប្អូនអ្នកដែលចិញ្ចឹមមាន់តាមលក្ខណៈគ្រួសារឬក៏ចិញ្ចឹមមាន់បែបកសិដ្ឋានបើសិនជាបងប្អូនចិញ្ចឹមមាន់សាច់លក់តើបងប្អូនគិតថាបងប្អូនអាចនៅចំណេញដែរទេនៅក្នុងតម្លៃនេះហើយជាទូទៅបងប្អូនគិតថាតើតម្លៃមាន់អ្នកណាជាអ្នកកំណត់ខ្ញុំឧទាហរណ៍ខ្ញុំចិញ្ចឹមមាន់នេះវាជា1គីឡូ ពី1គីឡូ 3 ខាំចឹងបងប្អូនតើពេលដែលខ្ញុំចង់លក់មាន់តើខ្ញុំជាអ្នកកំណត់តម្លៃមាន់ឬក៏អ្នកទិញជាអ្នកកំណត់តម្លៃមាន់បងប្អូនជួយសរសេរឆ្លើយនៅក្នុង comment មើលតែខ្ញុំជាម្ចាស់មាន់នេះខ្ញុំគួរតែជាអ្នកកំណត់តម្លៃមាន់ឬក៏បងប្អូនគិតថាឈ្មួញគេឲ្យតម្លៃប៉ុណ្ណាគឺខ្ញុំលក់តម្លៃប៉ុណ្ណឹងហើយចាំបើគេឲ្យតម្លៃទៅវាមិនត្រូវគ្នាជាមួយនឹងយើងហើយអរគុណបងប្អូនដែលបានចូលនៅក្នុង comment ប្រាប់ពីតម្លៃមាន់នៅក្នុងទីផ្សារនៃប្រទេសកម្ពុជារបស់យើងមកនេះថាតម្លៃមាន់ដែលបងប្អូនកំពុងតែលក់ហ្នឹងគឺខ្លះក៏លក់បានធូរថ្លៃទៅខ្លះក៏លក់បានតម្លៃរៀងល្អក្រាន់បើដែរបងប្អូនដូចខ្ញុំបានបញ្ជាក់នៅក្នុងវីដេអូរបស់ខ្ញុំពីមុនអញ្ចឹងបងប្អូនគឺខ្ញុំលក់បានតែនៅតម្លៃ 1 គីឡូ 16,000 រៀលទេនៅក្នុងតំបន់របស់ខ្ញុំហ្នឹងបងប្អូនអញ្ចឹងបើបងប្អូននៅខេត្តមួយចំនួនដែលលក់បាន 20,000 22,000 ខ្ញុំសូមជួយអបអរសាទរបងពិតជាលក់បានតម្លៃល្អហើយសូមខិតខំចិញ្ចឹមបន្តទៀតបងប្អូនអញ្ចឹងចំណុចទី1ដែលខ្ញុំចង់និយាយនៅក្នុងវីដេអូនេះបងប្អូនគឺការតម្លៃមាន់នៅពេលនេះគឺសម្រាប់ខ្ញុំគឺវាអាចអាស្រ័យទៅលើតំបន់ដែរបងប្អូនតំបន់ខ្លះគឺអត់សូវមានការប្រើប្រាស់សាច់មាន់ច្រើនទេអញ្ចឹងបងប្អូនអត់សូវជាមានអ្នកទិញមាន់មិនសូវមានអ្នកហូបសាច់មាន់ឬក៏បងប្អូនអ្នកជិតខាងរបស់យើងគាត់មិនសូវចូលចិត្តសាច់មាន់ឬក៏នៅទីផ្សារកន្លែងខ្លះគាត់គិតថាតម្លៃសាច់មាន់ហ្នឹងថ្លៃពេកគាត់មិនចង់ទិញគាត់ដូរទៅប្រើសាច់ផ្សេងដូចជាសាច់ជ្រូកឬក៏ត្រីអីផ្សេងអញ្ចឹងបងប្អូនបាទអញ្ចឹងវាអាស្រ័យទៅតាមតំបន់ហើយនឹងវាមួយទៀតបងប្អូនវាអាស្រ័យទៅលើទីផ្សារមកនេះថាសម្បូរកន្លែងសម្បូរទីផ្សារយើងសម្បូរគេអ្នកទិញដែរក៏អត់មាន់មួយទៀតបងប្អូនសម្រាប់ខ្ញុំគិតថាវាអាចទាក់ទងនឹងទម្ងន់ដែរបងប្អូនទម្ងន់មួយគីឡូមាន់ណាបើសិនជាមាន់ដែលពេញតម្លៃដែលគេចូលចិត្តទិញហើយអាចហូបបានបងប្អូនគឺមាន់ប្រហែលជាប៉ុណ្ណេះហើយជា1គីឡូចន្លោះ1គីឡូ 3 ទៅ1គីឡូ 5 ខាំបងប្អូនអញ្ចឹងមាន់ទម្ងន់ប៉ុណ្នេះខ្ញុំគិតថាបងប្អូនខ្មែរយើងគាត់ចូលចិត្តទិញដោយសារតែវានៅតម្លៃទូថ្លៃកាលណាវាធ្ងន់ពេកបើសិនជាទម្ងន់វាធ្ងន់ពេកបងប្អូនខ្មែរយើងមួយចំនួនគាត់អត់ហ៊ានទិញទេដោយសារតែគិតថាវាថ្លៃបងប្អូនគិតថាវាថ្លៃគិតថាវាបើសិនជាមួយនឹងវាចូល 2 គីឡូឬក៏ 2 គីឡូជាងលើសគិតថានឹងចាយលុយច្រើនទៅលើចំណីអាហារជាពិសេសគឺសាច់មាន់អញ្ចឹងបើសិនជាតម្លៃមាន់បើសិនជាមាន់ទម្ងន់ចន្លោះ1គីឡូ 2 ទៅ1គីឡូ 5 នេះខ្ញុំគិតថាជាតម្លៃមាន់ដែលមានតម្រូវទីផ្សារខ្ពស់បានន័យថាបងប្អូនខ្មែរយើងក៏ចូលចិត្តតែមាន់ទម្ងន់ប៉ុណ្ណឹងបងប្អូននេះ1គីឡូ 2 ខាំដល់ចន្លោះ1គីឡូ 2 ទៅ1គីឡូ 5 នេះគឺកំពុងតែពេញតម្លៃហើយមួយទៀតបងប្អូននៅខ្មែរយើងនេះនៅប្រទេសកម្ពុជារបស់យើងនេះបច្ចុប្បន្ននេះគឺកំពុងតែអាចថាគាត់ចូលចិត្តមើលពូជមាន់ដែរបងប្អូនពីមុនកាលពីខ្ញុំនៅកុមារបងប្អូនខ្ញុំធ្លាប់ចូលចិត្តមាន់សម្លៃបងប្អូនមាន់សម្លៃសាច់ខ្មៅខ្ញុំចូលចិត្តពណ៌សប៉ុន្តែសាច់វាខ្មៅអញ្ចឹងខ្ញុំចូលចិត្តអាប្រភេទពួកហ្នឹងអញ្ចឹងខ្មែរយើងឥឡូវប្រហែលទៅជាចូលចិត្តបែបនេះវិញបងប្អូនមាន់ជើងលឿងហើយសាច់លឿងបងប្អូន
មន់ជើងលឿងសាច់លឿងទៅជាចូលចិត្តថាជាមន់ពូជស្រែពូជល្អពូជអីអញ្ចឹងទៅវិញទៅបងប្អូននេះជាចំណង់ចំណូលចិត្តរបស់អ្នកហូបហើយទៅតាមកលៈទេសៈទៅតាមពេលវេលាទៅតាមការផ្លាស់ប្ដូរនៃសង្គមដែរអញ្ចឹងខ្ញុំឃើញថាបងប្អូនឥឡូវចូលចិត្តមន់ពូជអញ្ចឹងពូជជើងលឿងស្បែកលឿងជើងលឿងហើយសាច់វាពណ៌លឿងអញ្ចឹងបងប្អូនចូលចិត្តតម្រូវការទៅលើទីផ្សារប្រភេទមន់ពួកនឹងទៅវិញហើយមួយទៀតបងប្អូនតាក់ទងទៅនឹងគុណភាពមន់គុណភាពបានន័យថាមន់របស់យើងជួនកាលមន់របស់យើងលក់ឈឺអត់បើមិនជាលក់មន់ឈឺឯគេហើយគេមិនទិញទេបងប្អូនឬក៏គេឲ្យតម្លៃថោកមែនទេបើមិនជាមន់ឈឺតែគេមិនទិញទៀតអញ្ចឹងមន់យើងសុខភាពល្អវាឃ្លាវខ្លាវាមើលទៅវាធំទលុកត្រឹមតែ3ខែ4ខែបានលក់អញ្ចឹងបងប្អូនសាច់ក្រហមក្បាលក្រហមអញ្ចឹងវាទៅនឹងគុណភាពមន់អញ្ចឹងបងប្អូនត្រូវចិញ្ចឹមមន់ឲ្យមានគុណភាពមិនមែនទេចិញ្ចឹមហើយជួនកាលឲ្យវាស៊ីចំណីច្រើនពេកវាឡើងទៅជាដូចតែមន់មានតែខ្លាញ់បងប្អូនអត់សូវមានសាច់មានខ្លាញ់ពេកក៏បងប្អូនអតិថិជនយើងក៏គាត់មិនសូវជាចង់ទិញដែរហើយចំណុចចុងក្រោយខ្ញុំចង់និយាយនេះបងប្អូនបើសិនជាបងប្អូនចំណុចគួរពិចារណាមួយបើសិនជាបងប្អូនគិតថាមន់ឥឡូវនេះតម្លៃថោកពេកត្រឹម1គីឡូ14000គ្រាន់តែចំណី1ការុងអាចថាចំណីល្អចូល64000 65000ចំណីយើងទិញការុងបងប្អូនយកមកលាយកន្ទក់អាចថាតំបន់ខ្ញុំនេះអាចថាលក់ថ្លៃ800ទៅ900ក្នុង1គីឡូហើយស្រូវអាចថាតំបន់ខ្ញុំក៏នៅតែលក់ថ្លៃដែរអាចថា900 1000ឬក៏មកចូលដល់1100ណាបងប្អូនយើងយកមកលាយកន្ទក់យកមកលាយស្រូវហើយនៅមានពោតទៀតបងប្អូនណាពោតកិនណាឥឡូវនេះតំបន់ខ្ញុំពិបាកក្នុងការរោហើយខ្ញុំទៅទិញនៅផ្សារគេលក់រៀងថ្លៃដែរពោតកិន1គីឡូ1800រៀលអញ្ចឹងបងប្អូនអញ្ចឹងគេទៅតម្លៃនេះខ្ញុំគិតថាវាជាតម្លៃមួយដែលខ្ពស់ប៉ុន្តែបើកលេខមកមើលការលក់បានតម្លៃមន់ទៅវាទៅជាទូថ្លៃវិញអញ្ចឹងបងប្អូនពិចារណាហើយគិតហើយប្រាប់ខ្ញុំវិញផងថាតើយើងគួរតែចាំសិនឲ្យមន់ឡើងថ្លៃសិនឬក៏យើងលក់កំឡុងពេលនេះហើយបើសិនជាយើងចាំសិនចាំដល់ពេលណាមួយខែទៀតហើយយើងធានាអត់ថាមួយខែទៀតមន់អាចនឹងឡើងថ្លៃវិញឬក៏យើងថាយើងលក់តែម្ដងហើយបើសិនជាលក់ក្នុងតម្លៃ14000រៀលតើបងប្អូនទូទាត់ថ្លៃចំណេញថ្លៃអាចទូទាត់ថ្លៃចំណាយកន្លងមកគួរដែរទេអញ្ចឹងនេះជាចំណុចដែលបងប្អូនគួរតែគិតពិចារណាបងប្អូនមិនថាតម្លៃមន់យើងចុះថោកពេកឬក៏វាឡើងថ្លៃល្អគួរសមឬក៏យ៉ាងណាទេបងប្អូនអ្វីដែលយើងត្រូវធ្វើនៅពេលនេះគឺបងប្អូនព្យាយាមតាមដានសេដ្ឋកិច្ចទីផ្សារហើយអ្វីដែលបងប្អូនគួរតែធ្វើគួរតែបង្កើតយ៉ាងហោចណាស់ក៏មានFacebook page មួយដែរបងប្អូនយ៉ាងហោចណាស់ក៏មាន Facebook page មួយក្នុងការលក់មន់របស់យើងដែរបើសិនជាយើងហៅឈ្មោះមកទិញគេឲ្យតែ15000 16000ហើយបើសិនជាបងប្អូនមានមួយទៅមួយទៀតនឹងជាចំណុចហានិភ័យឯងបងប្អូនគឺយើងពិបាកក្នុងការលក់មន់យើងពិបាកនៅក្នុងការស្វែងរកទីផ្សារផ្សេងទៀតប៉ុន្តែបច្ចុប្បន្ននេះអត់ពិបាកទេបងប្អូនយើងមានទូរស័ព្ទដូចខ្ញុំប្រើដូចខ្ញុំពងថនខ្ញុំប្រើទូរស័ព្ទទេបងប្អូនហើយទូរស័ព្ទបងប្អូនគឺសុទ្ធតែជាទូរស័ព្ទដែលមាន Facebook បងប្អូនចេះលេង Facebook អស់ហើយហេតុអ្វីបានជាបងប្អូនមិនបង្កើត page Facebook មួយក្នុងការលក់មន់របស់បងប្អូនអញ្ចឹងអ្វីដែលខ្ញុំនៅក្នុងវីដេអូនេះខ្ញុំលើកទឹកចិត្តឲ្យបងប្អូនព្យាយាមស្វែងរកទីផ្សារដោយខ្លួនឯងកុំរងចាំចំណាយពីលើមេឃមកអញ្ចឹងណាបងប្អូនបាទ